ពេជ្រអតិទេពសប្តាហ៍នេះដែររូបគេនឹងឡើងអង្រួនសង្វៀនទៀតហើយដោយសប្តាហ៍នេះរូបគេនឹងទៅប្រកួតនៅឯស្ថានីយទូទួលបាយ័នដែលជាបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ផងដែរហើយការដណ្ដើមខ្សែក្រវ៉ាត់នេះដែរគឺមានបេក្ខភាពចំនួន4រូបមានខួនឡាំកូស៊ីននិងកីឡាករមកពីប្រទេសម៉ាឡេស៊ីកីឡាករមកពីប្រទេសឡាវដែលជាដៃគូរបស់ពេជ្រអតិទេពពេជ្រអតិទេពសប្តាហ៍នេះដែររូបគេនឹងឡើងអង្រួនសង្វៀនទៀតហើយដោយសប្តាហ៍នេះរូបគេនឹងទៅប្រកួតនៅឯស្ថានីយទូទួលបាយ័នដែលជាបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ផងដែរហើយការដណ្ដើមខ្សែក្រវ៉ាត់នេះដែរគឺមានបេក្ខភាពចំនួន4រូបមានខួនឡាំកូស៊ីននិងកីឡាករមកពីប្រទេសម៉ាឡេស៊ីកីឡាករមកពីប្រទេសឡាវដែលជាដៃគូរបស់ពេជ្រអតិទេពពេជ្រអតិទេពសប្តាហ៍នេះដែររូបគេនឹងឡើងអង្រួនសង្វៀនទៀតហើយដោយសប្តាហ៍នេះរូបគេនឹងទៅប្រកួតនៅឯស្ថានីយទូទួលបាយ័នដែលជាបេក្ខភាពដណ្ដើមខ្សែក្រវ៉ាត់ផងដែរហើយការដណ្ដើមខ្សែក្រវ៉ាត់នេះដែរគឺមានបេក្ខភាពចំនួន4រូបមានខួនឡាំកូស៊ីននិងកីឡាករមកពីប្រទេសម៉ាឡេស៊ីកីឡាករមកពីប្រទេសឡាវដែលជាដៃគូរបស់ពេជ្រអតិទេព